ចេះតែជន់គេថែមអត់ទេខ្ញុំថាកម្ពុជាតលច្រកនេះគឺជាឱកាសមាសសម្រាប់អ្នកតស៊ូមតិនៅក្រៅប្រទេសកុំប្រើអំពើហិង្សានេះគឺជាវិធីដ៏ល្អបំផុតដែលប្រើធម៌ត្រជាក់អហិង្សាតស៊ូតាមរដ្ឋធម្មនុញ្ញកម្ពុជាតាមចលនាគណៈបកនយោបាយគណៈបកប្រជាជនកម្ពុជាចាំមកបងប្អូនគេនឹងមិនទុកឲ្យគណៈបកប្រឆាំងបាននៅស្រួលទេក៏ប៉ុន្តែក៏កំចាយគណៈបកប្រឆាំងនេះមិនស្រួលដូចឆ្នាំ2017ទៀតដែរព្រោះអីគណៈបកប្រឆាំងកំពុងតែបានសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិកឬក៏អាពេលដែលសេដ្ឋកិច្ចខ្មែរកំពុងមានបញ្ហានេះគឺកម្ពុជាមេដឹកនាំអត់មានអំណាចអីនៅក្នុងការបោកអន្តរជាតិបានទេព្រោះអីតែហ៊ានធ្វើខុសរឿងសហជីពគេដាក់ពន្ធថែមយើងដាច់ខ្យល់ងាប់ទៀតយើងត្រូវការជំនួយគេហត់តែហ៊ានធ្វើអីរដ្ឋបិទសិទ្ធិសេរីភាពគណៈបកនយោបាយយើងក្បត់រដ្ឋធម្មនុញ្ញគេនឹងរឹបទៀតចុះយើងសួរថាចាំងកាលពីមុនគេអត់រឹបអីចាគេរឹបប៉ុន្តែយើងនៅទ្របដូចខ្ញុំនិយាយចឹងទ្របដែលសល់ពី91 93មកមានគណៈបកប្រឆាំងគណៈបកសង្គ្រោះជាតិអីនៅក្នុងហ្នឹងគឺយើងចាយទ្របនឹងអត់តាន់អស់តែចាប់ពី2017មកទ្របចាយបាន3 4ឆ្នាំដល់សម័យកូវីដគឺយើងអស់អាលីងដល់ពី2021 22 23 24គឺអស់អាលីងបែកបាក់គ្នាខ្ចាត់ខ្ចាយសេដ្ឋកិច្ចក៏ធ្លាក់អីក៏ធ្លាក់យើងដឹងហើយសេដ្ឋកិច្ចដំបូង7%ឥឡូវយើងចុះនៅ5.អីភាគរយយើងឃើញតាមិនមែនបានន័យថាវាធ្លាក់ចុះដល់0ទេក៏ប៉ុន្តែវាធ្លាប់ឡើងដល់7តែឥឡូវយើងចុះមកនៅត្រឹម5គឺចុះរហូតហើយដោយសារតែចុះរហូតនេះគឺវាប៉ះពាល់ដល់អាពេលដែលឆ្នាំដែលយើងត្រូវបានคล้ายទៅជាប្រទេសអ្នកមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់អីណានោះដែលយើងថា2029 2030យើងគម្រោងអីណាសិបប្រទេសអ្នកមានបានហើយកុំសម័យដល់ហ្នឹងឥឡូវសម័យតែរឿងមានតែស្ពៃហូបអីគ្រប់សិនបានហើយកុំដល់ថ្នាក់ទៅរស្អីណាលុកលាក់ហ្វីឡុងហ្វីលេអីអត់ទេឲ្យតែមានស្ពៃហូបអង្គហូបបាយ3ពេលហ្នឹងចាត់ទុកថារស់ហើយកុំសម័យខ្ពស់ពេកព្រោះយើងទៅអត់ដល់ទេដោយសារស្ថានភាពយើងអញ្ចឹងហើយបានជាខ្ញុំប្រាប់ថាលោកហ៊ុនសែនណាចុងក្រោយនេះយកក៏អត់ដែរនិយាយចឹងឯណាលោកហ៊ុនសែនគឺជាមនុស្សហិង្សាណាស់មេដឹកនាំដ៏ហិង្សានិងអសរោះបំផុតនៅលើលោកហើយបង្រៀនកូនចៅគាត់នឹងឲ្យហិង្សាពេញផ្ទៃប្រទេសបើថាមានអំពើហិង្សាកើតឡើងកុំបាច់សួរនរណាគឺសួរលោកហ៊ុនសែនព្រោះដឹងឆ្ងាយត្បិតដងកូនសោតរែងឆ្កងត្បិតមេបាហើយបើថានរណាបាត់ផ្សារពៀលាជេរបតិចគ្នាហ្នឹងកុំសួរនរណាសួរលោកហ៊ុនសែនព្រោះគាត់ជាមេបាគាត់បចោគេតែអញ្ចឹងដែរតែឥឡូវអ្វីដែលគាត់និយាយលើកក្រោយនេះគឺខ្ញុំចាប់អារម្មណ៍អំពីការបត់បែនទុនភ្លុនរបស់លោកហ៊ុនសែនមួយកលៈដែរព្រោះគាត់និយាយថាអញ្ចេះគាត់ថាម៉ោងនេះទៅនរណាងើបមួយនៅតែងើបមួយវាយមួយដដែលទេអត់មានចោលទេកន្លែងហ្នឹងគឺគាត់អត់ចោលខ្ញុំគ្រប់គ្រងថាគាត់និយាយហ្នឹងគឺចេញពីចរិតពិតរបស់គាត់ប៉ុន្តែសារនេះអត់មានទម្ងន់ធ្ងន់ដូចលើកមុនទេព្រោះគាត់ប្រើពាក្យថាគាត់ងើបមួយវាយមួយតែអ្នកណាដែលរៀបចំធ្វើបដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាលតែបើអ្នកតស៊ូមតិឬក៏តស៊ូរៀបចំនៅក្នុងការបោះឆ្នោតដោយត្រឹមត្រូវដោយសន្តិវិធីត្រូវច្បាប់គាត់អត់ធ្វើបាបទេបងប្អូនត្រូវចាប់ចំណុចហ្នឹងឲ្យបានលោកហ៊ុនសែនដែលនិយាយចឹងពីមុនមកហើយពីមុនមកគឺគាត់និយាយថាងើបមួយវាយមួយអ្នកណាក៏ងើបមួយអ្នកណាក៏វាយមួយអ្នកណាក៏បដិវត្តពណ៌ដែរគឺគាត់លៀបទាំងអស់ចឹងមកម្ដងនេះហេតុអីបានគាត់និយាយសារហ្នឹងគឺដោយសារគាត់រងសម្ពាធអន្តរជាតិហើយសម្ពាធនេះបន្តិចទៀតលោកហ៊ុនសែននឹងឡើងមកទៀតហើយអូគ្មានតែខ្លាច់អន្តរជាតិណាទេមិនដាច់ខ្យល់ងាប់ទេអត់ទេកុំមើលពាក្យគាត់និយាយមើលទង្វើដែលរដ្ឋាភិបាលខ្មែរធ្វើអត់មានសុកមកធ្វើអីច្បាប់ដើម្បីឲ្យគេបន្ថយពន្ធវាល្អហើយខ្ញុំពេញចិត្តមែនតើខ្ញុំសូមសរសើររដ្ឋាភិបាលកម្ពុជានៅក្នុងការដែលហ៊ានធ្វើតាមអតិពលសម្ពាធរបស់រដ្ឋាភិបាលអាមេរិកដើម្បីបានគេបន្ទូបន្ថយពន្ធចំណេញដល់កម្មករយើងខ្ញុំគ្រប់គ្រង100%រដ្ឋាភិបាលធ្វើនេះត្រូវហើយរណបអាមេរិកក៏បានដែរអត់អីទេយើងសុកចិត្តបាន hamburger បាន hot dog បានលុកលាក់ filon filet ហូបក៏អត់មានឆ្កងអីដែរធ្វើទៅខ្ញុំគ្រប់គ្រង100%ក៏ប៉ុន្តែយើងឃើញ2 ដងហើយណា2 លើកហើយដែលកម្ពុជាចាប់ផ្ដើមមកអង្វរអាមេរិកមកចរចារឿងពន្ធអកម្ពុជាអត់ដែលអង្វរចរចាជាមួយសហគមន៍អឺរ៉ុបពេលដែលគេដក EBA ទេដោយសារអី EBA ដក20%ក៏ខ្មែរគិតថាវាមិនអីទេព្រោះអីបានតែ$4000 លានហ្នឹងចេញទៅអឺរ៉ុបមកអាមេរិកគឺគុណនឹង13,000 លានដុល្លារដូច្នេះកម្ពុជាអត់ហ៊ានប៉ះមួយអាមេរិកហើយអាមេរិកចាប់ផ្ដើមដាក់លក្ខខណ្ឌច្រើនណាមិនមែនតែសម្រាប់តែពាណិជ្ជកម្មទេគឺលក្ខខណ្ឌសិទ្ធិមនុស្សនិងសហជីពដែរអញ្ចឹងបងប្អូនត្រូវយកឱកាសមាសហ្នឹងតស៊ូនៅក្នុងប្រទេសតាមបែបប្រជាធិបតេយ្យថាគេធ្វើទុកបុកម្នេញយ៉ាងណាក៏ដោយប៉ុន្តែត្រូវធ្វើយ៉ាងម៉េចកុំឲ្យខ្លួនខុសច្រើន
ធ្វើអីក៏គេចាប់កំហុសដែរអ្នកមិនធ្វើអីសោះក៏ខ្លាចទៅជាជនរងគ្រោះដែរនៅក្នុងរបៀបដឹកនាំរដ្ឋសពថ្ងៃគ្រាន់តែមិនដល់វេនអ្នកនេះប្រសាសន៍របស់លោកដិតកែមលីក៏ប៉ុន្តែបើយើងធ្វើឲ្យកុំឲ្យគេចាប់ដានបានជាពិសេសគឺគ្រាន់តែទៅឃោសនាបោះឆ្នោតលើកស្លាកសុំច្បាប់គេធម្មតាឃោសនាឬក៏អប់រំប្រជាពលរដ្ឋសកម្មជនមូលដ្ឋានចូលរួមធ្វើអីតាមអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយធ្វើឲ្យត្រឹមត្រូវហើយជៀសវាងការប្រមាថបុគ្គលខ្ញុំហាមផ្ដាច់បងប្អូនណាខ្ញុំហាមផ្ដាច់រឿងនេះបើនៅស្រុកអាមេរិកនេះយើងនិយាយបានព្រោះស្រុកគេសេរីតែនៅកម្ពុជាចាប់ពីពេលនេះតទៅបងប្អូននៅមូលដ្ឋានទាំងអស់កាត់បន្ថយការជេរបតិចបុគ្គលកុំឲ្យគេយល់លេសថាយើងខុសច្បាប់បរិហារគេឬក៏អីញុះញង់អីយើងកុំបាច់ធ្វើអីទៀតម៉ោងនេះហើយកុំបាច់ជេរបុគ្គលណាឲ្យអាក្រក់អីទៀតមនុស្សនៅក្នុងគណៈបកប្រជាជនកម្ពុជាអស់សាច់នឹងរិះគន់ហើយមិនបាច់ចាំទៅកែរូបមិនបាច់ចាំទៅហែកក្រុមគ្រួសារគេមិនបាច់ចាំទៅអីទៀតវាអស់ហើយអស់សាច់នឹងរិះគន់ហើយអញ្ចឹងម៉ោងនេះគឺយើងប្រកួតប្រជែងគោលនយោបាយអស់លោកប្រាប់តឧទាហរណ៍ថាបើគណៈបកអស់លោកជាប់ឆ្នោតយើងនឹងដោះស្រាយយោធាយ៉ាងម៉េចតម្លើងប្រាក់ខែឲ្យគាត់ប្រមាណដោះស្រាយរឿងយ៉ាងម៉េចចាស់ប្រមាណកសិករកម្មករប្រាក់ខែប្រាក់ឈ្នួលអីឡាក់នឹងឡាក់ប្រកួតគោលនយោបាយបែបនេះហើយនិយាយពីគោលនយោបាយនឹងឲ្យបានរាល់ថ្ងៃយើងនឹងធ្វើឲ្យជាតិខ្មែរនេះរឹងមាំអញ្ចេះហើយយើងនឹងមានធ្វើដោយការអនុវត្តតាមគោលការណ៍អញ្ចេះយកស្អីឲ្យមានភ័ស្តុតាងឲ្យមានអីឲ្យជជែកតែពីរឿងគោលនយោបាយបណ្ដោះបដាលធនធានមនុស្សហើយពង្រឹងសិលធម៌គុណធម៌សុជីវធម៌ឲ្យខ្លាំងព្រោះគណៈបកប្រជាជនកម្ពុជាអសិលធម៌អគុណធម៌បាតផ្សាគឺយើងឈ្នះអាហ្នឹងដោយការដែលសុទ្ធគុណធម៌សិលធម៌ហើយយើងត្រឹមត្រូវមានតែវិធីហ្នឹងទេដែលយើងកេងឆ្នះហើយនាំគ្នាទៅបោះឆ្នោតហើយកុំបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាសាកល្បងមើលមួយអាណត្តិសិនបើមួយអាណត្តិហ្នឹងវាអត់បានផលយើងគិតទៀតប៉ុន្តែខ្ញុំគិតថាបើសិនជាគណៈបកប្រឆាំងបានតែ30កៅអីនៅអាលើកនេះបោះឆ្នោត2027បោះ2028នេះណាគណៈបកប្រជាជនកម្ពុជានឹងកែ180ដឺក្រេមកខ្វល់ហើយប៉ុន្តែឥឡូវហ្នឹងចឹងបានថាអហិង្សាសិលធម៌គុណធម៌សុជីវធម៌ធ្វើឲ្យត្រូវច្បាប់ដើម្បីឲ្យលេសរបស់គេទោះលេសយ៉ាងណាក៏វាពិបាកស៊ីដែរតែបើយើងធ្វើឲ្យគេមានអាដាននឹងទៀតវាងាយស្រួលខ្ញុំអកុសលទេបងប្អូននៅស្រុកអាមេរិកនេះអ្នកនយោបាយរិះគន់អ្នកណាក៏បានដែរប៉ុន្តែវាស្រុកគេសេរីស្រុកយើងវាអាណាធិបតេយ្យហើយនឹងផ្ដាច់ការអញ្ចឹងយើងត្រូវតែកាត់ក្បាលឲ្យកាត់តម្រឹមក្បាលឲ្យត្រូវមួកវិញសំទោសហើយបែបពិបាកដែរក្បាលឲ្យត្រូវមួកប៉ុន្តែស្រុកខ្មែរបរិបត្តិហ្នឹងវាអញ្ចឹងតែខ្ញុំមិនឲ្យយើងទៅអោនក្បាលយើងទៅចោះចូលយើងទៅអង្វរលិតស្បែកជើងគេទេគឺយើងធ្វើតាមស្របច្បាប់ត្រូវច្បាប់ហើយបងប្អូនខ្មែរក្រៅប្រទេសហ្នឹងត្រូវតាំងចិត្តគ្រប់គ្នាថាអត់មានការជេរបចោគណៈបកប្រជាជនកម្ពុជាបានឈ្នះឆ្នោតទេអត់ទេអត់មានការហែកយករូបថតប្តីប្រពន្ធគេក្រុមគ្រួសារគេមកអាហាភិសប៉ាតណាប៉ាតណីឈ្នះឆ្នោតអត់ទេគឺអស់លោកកំពុងតែធ្វើឲ្យចាញ់ឆ្នោតគណៈបកប្រជាជនកម្ពុជាព្រោះគេមានក្រុមគេប្រឡែងឆ្កែកាយគេមកដែរហើយយើងចិត្តតែខំគ្នាទៅវាធ្វើឲ្យខាតកម្លាំងហើយមើលទៅដូចតែគ្នាគេកំពុងតែយកសមិទ្ធផលដូចថៃកំពុងមើលយើងសប្ងៃអញ្ចឹងណាបងប្អូនយើងកំពុងតែឆ្លោះគ្នាថៃគេចាប់ផ្ដើមធ្វើលេនដ្ឋានគេចាប់ផ្ដើមពង្រឹងលបងពង្រឹងអីរហូតហើយយើងនោះអូបន្តិចទៀតយកមកទាំងអស់បន្តិចទៀតហ្នឹងថៃបាក់តបយើងចេះតែគិតទៅតែថៃគេរឹងមាំមួយថ្ងៃតិចគេកសាងលបងគេដាក់បន្លាលួគេដាក់កុងតឺន័រគេដាក់រថក្រោះគេដាក់អីហើយយើងនឹងចេះតែសម័យរឿងរែងកឲ្យមន់ចឹករហូតអា30កុកហ្នឹងរហូតអត់ធ្វើអញ្ចឹងទេកុំធ្វើរបៀបខ្មែរយើងធ្វើជាមួយថៃសប្ងៃអត់ឈ្នះថៃទេពង្រឹងកម្លាំងសិលធម៌សុជីវធម៌ផ្ទៃក្នុងរបស់ក្រមខ្មែរក្រៅប្រទេសនិងគណៈបកប្រឆាំងហើយអ្នកណាក៏ដោយចាំណាបងប្អូនពីថ្ងៃនេះទៅអ្នកនៅក្នុងគណៈបកប្រឆាំងដែលមិនគ្រប់គ្រងរដ្ឋាភិបាលជាឃោសនិកគណៈបកប្រឆាំងដែលថាស្រឡាញ់គណៈបកប្រឆាំងអ្នកណាក៏ដោយដែលយករូបភាពកាត់តជេរបចោឬក៏បរិហាគេបុគ្គលឲ្យប៉ាតណាប៉ាតណីយក AI យកមកធ្វើជាត្រីមុខបន្លំព័ត៌មានប្រឌិតព័ត៌មានដើម្បីវាយប្រហារគណៈបកកណ្ដាលអំណាចឬក្រុមគ្រួសារតកូលហ៊ុនណាអ្នកនោះឯងបំផ្លាញគណៈបកប្រឆាំងទេចាំសម្ដីខ្ញុំអ្នកនោះឯងគឺជាអ្នកកំពុងបំផ្លាញគណៈបកប្រឆាំងហើយថ្ងៃក្រោយអស់លោកនឹងឃើញកាឡាកតុយគាត់លៀនមករត់ចូលទៅគណៈបកប្រជាជនអស់អាលីងហើយទៅហើយចាប់ផ្ដើមខកចិត្តហើយអញ្ចឹងបើឃើញអញ្ចឹងទេ
អាចនាំគ្នាណែនាំប្រាប់គាត់ទាំងក្នុងផ្ទៃក្នុងបកទាំងអ្នកណាទាំងអស់ប្រាប់ថាមិនគួរធ្វើអញ្ចឹងទេឲ្យចេះទាញគ្នាចេះសរសើរឲ្យស្លាប់កុំបង្អាក់ចេះបង្អាប់ឲ្យរស់កុំសរសើរឲ្យស្លាប់បាទឥឡូវចឹងបានថាខ្ញុំនៅតែលើកទឹកចិត្តថាវិធីគឺកសាងមូលដ្ឋាននៅស្រុកខ្មែរឲ្យរឹងមាំហើយរៀបចំឡើងវិញបងប្អូនណាមានអ្នកខ្លះមានគំនិតថាអូយចាក់ស្មុកណាស់បើគេរំលាយបានគេរំលាយទៀតហើយអត់ទេដូចខ្ញុំនិយាយចឹងកម្ពុជាអត់ដូច2017ទេកម្ពុជាកំពុងតែរងសម្ពាធអន្តរជាតិសម្ពាធព្រំដែនសម្ពាធសពបែបយ៉ាងសម្ពាធសេដ្ឋកិច្ចសម្ពាធនយោបាយដូច្នេះរឿងនេះគឺគេដូរអស់ហើយតារដ្ឋាភិបាលគេចាប់ផ្ដើមទុនបដាហើយចឹងយើងយកឱកាសហ្នឹងបានថាស្ថានភាពអត់ដូចមុនទេសំបីតែសារងើបមួយវាយមួយរបស់លោកហ៊ុនសែនក៏អត់ដូចមុនដែរហើយរឿងដែលគាត់អត់ដោះលែងអ្នកទោសមនសិការអត់ឲ្យលោករងឈុនមានសិទ្ធិធ្វើនយោបាយអត់ឲ្យលោកកម្មសការមានសិទ្ធិនយោបាយមិនមែនជារឿងល្ងងខ្លៅរបស់គណៈបកប្រជាជនកម្ពុជាទេជាល្បិចហើយនឹងភាពឆ្លាតវៃរបស់គណៈបកប្រជាជនកម្ពុជាក្នុងការប្រាប់បងប្អូនឲ្យដឹងថាខ្ញុំល្ងងក៏ថាទៅថាខ្ញុំបំផ្លាញសិទ្ធិមនុស្សក៏ថាទៅប៉ុន្តែខ្ញុំទៅឈួតដោះលែងលោករងឈុនឲ្យមានសិទ្ធិនយោបាយដោះលែងលោកកម្មសខាឲ្យមានសិទ្ធិនយោបាយឲ្យឈ្នះឆ្នោតបើយើងកំពុងបាក់ប្រជាប្រិយយ៉ាងនេះហ្នឹងតែប្រឡែងគាត់ទៅដូចយើងឲ្យគេទៅទេហ៎ដូច្នេះទុកឲ្យគាត់ជាប់អញ្ចឹងទៅណារិះគន់អីរិះគន់ទៅប៉ុន្តែប្រហើបបន្តិចវិញអញ្ចឹងយើងយកឱកាសប្រហើបបន្តិចហើយអត់មានចាប់ផ្ដើមពីចំណុច0ទៅទេណាបងប្អូនតិចច្រឡំថាអូយគណៈបកសង្គ្រោះជាតិចំណាយលុយពេលវេលា25ឆ្នាំតម្រាំបានប៉ុណ្ណឹងគេរំលាយអស់ហើយឥឡូវយើងចាប់ផ្ដើមកវែកកឆ្នាំង0អញ្ចឹងងាប់ហើយកាលឈ្នះគេទេលោកមិនមែន0ទេបងប្អូនមូលដ្ឋាននៃប្រជាពលរដ្ឋដែលស្អប់អំពើឈ្លានពានថៃស្អប់នឹងភាពអសមត្ថភាពរបស់រដ្ឋាភិបាលមិនពេញចិត្តអំពើពុករលួយបញ្ហាអត់ការងារធ្វើបញ្ហាអប់រំបញ្ហា scam បញ្ហាអីគឺវានៅពេញផ្ទៃប្រទេសដូច្នេះប្រជាពលរដ្ឋត្រូវការតែគណៈបកណាមួយដែលគ្រាន់តែជាការនាំមុខដើម្បីឲ្យលូតចឹងហើយបានជាគណៈបកប្រជាជនកម្ពុជាអង្គុយចាំក្តិចហ្នឹងរងហើយចាំក្តិចអញ្ចឹងចាំមើលតែឃើញក្រុមណារៀងលូតតិចក្តិចក្រុមណាមកផ្ដុំគ្នាបើអត់តាន់ផ្ដុំគ្នាអត់តាន់ក្តិចទេចាំសម្ដីខ្ញុំបើអត់តាន់ផ្ដុំគ្នាអត់ក្តិចទេនៅលោកមីសវណ្ណរាទៅលោកមីសវណ្ណរាទៅណោះភ្លើងទៀនលោកទៅភ្លើងទៀនឆន្ទៈខ្មែរទៅឆន្ទៈខ្មែរកម្លាំងជាតិទៅកម្លាំងជាតិកែតម្រង់ទៅកែតម្រង់អីណែស្អីមូលដ្ឋានប្រជាធិបតេយ្យមូលដ្ឋានទៅប្រជាធិបតេយ្យមូលដ្ឋានបើទៅមួយដើមម្នាក់ឯងដាច់ចេះគណៈបកប្រជាជនអត់ធ្វើបាបទេព្រោះគេដឹងថាអ្នកទាំងអស់នោះគឺយ៉ាងច្រើនបាន2កៅអី3កៅអី4កៅអីលំអគណៈបកប្រជាជនសបាយចិត្តងាប់បើបានប៉ុណ្ណឹងយកទៅ10កៅអីក៏បានដែរអត់អីទេ5 10កៅអីក៏បាន20កៅអីក៏បានដែរព្រោះអីគណៈបកប្រជាជនឥឡូវ120ហើយនឹងបើឲ្យ20នៅសល់100ទៀតវាមានរឿងអីគាត់អីខ្លាចអត់ខ្លាចទេដូច្នេះគាត់ចង់ឲ្យយើងទាំងអស់គ្នាគណៈបកប្រឆាំងហ្នឹងនៅអញ្ចឹងនៅលវីមលវៀមមួយដាច់អញ្ចឹងស្រុកគាត់ស្រួលគ្រប់គ្រងតែគ្រាន់តែលឺពឹបថាមានគណៈបក3 4ណាជជែកគ្នាចង់រកទីជាសម្ព័ន្ធអីភ្លាមណារកក្តិចភ្លាមឃើញនៅឃើញបងប្អូនឃើញក៏រកក្តិចហ៎ទៅចេញទៅជួលអាកសែតស្អីគេមួយឈ្មោះកសែតឥណ្ឌាលក់មុងណានោះ The Sunday Guardian ដែលមិនដែលស្គាល់សោះឲ្យគេផ្សាយអាតិខលអត្ថបទណាមួយនិយាយពីការជួបគេជួយលុយ$2 លានចេះតាថាគណៈបក4 5ហ្នឹងគេទៅជួបគ្នាមែនប៉ុន្តែគេជួបនៅក្នុងចំណោមសម្ព័ន្ធគណៈបកនយោបាយទូទាំងសកលដែលជាគណៈបកនយោបាយសេរីហើយគេជជែកគ្នាអំពីការរកស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាហើយក៏គ្មានអង្គការស្ថាប័នគណៈបកនយោបាយនៅក្រៅប្រទេសណាគេឈួតទៅជួយលុយគណៈបកនយោបាយនៅស្រុកខ្មែរឲ្យរដ្ឋាភិបាលខ្មែររំលាយទេព្រោះវាខុសច្បាប់កម្ពុជាហើយដល់ពេលអញ្ចឹងយើងបំផោងព័ត៌មានហ្នឹងគឺបំភ័យគ្នាថាងតាហ៊ានជួបគ្នារំលាយអញ្ចឹងក្រសួងការពារក្រសួងមហាផ្ទៃក៏ចេញលិខិតអីណាមកពុំមានលោកសសុខានឹងចេញអាស្ទីលខ្លាចគេណាបងប្អូនខ្លាចគណៈបកប្រឆាំងផ្ដុំគ្នាហើយដល់ពេលខ្លាចផ្ដុំគ្នាធ្វើឲ្យគណៈបកប្រឆាំងអត់អាចមូលមាត់គ្នាបានប្រជាពលរដ្ឋបាក់ទឹកចិត្តទៀតដែរអូអត់អាចសាមគ្គីគ្នាអត់អាចមូលគ្នាប៉ុន្តែគណៈបកប្រជាជនកម្ពុជាឲ្យតែមូលគ្នាក្តិចរំលាយចោលហ្មងដូច្នេះកុំខ្វល់នៅម្នាក់អញ្ចឹងទៅហើយធ្វើទៅកុំវាយគ្នាកុំឆ្លោះគ្នាលោកមេឃសវណ្ណរាចេញគោលនយោបាយគាត់មក
បើប្រជាពលរដ្ឋស្រឡាញ់គាត់បោះឲ្យបាន4 5កៅអី10កៅអីក៏បានដែរឲ្យគាត់ទៅតតាំងក្តីក្នុងសភាទៅក៏វាគ្រាន់បើជាងអត់សោះហ៎កម្លាំងជាតិបើគ្រប់គ្រងគាត់បោះឆ្នោតឲ្យគាត់បាន10 20កៅអីឬប្រមាណស្រេចចិត្តទៅកែតម្រង់ឬក៏ភ្លើងទៀនឬក៏ឆន្ទៈខ្មែរឬអីបើបងប្អូនចូលចិត្តទម្លាក់និយាយទៅខុសពីគណៈបក29ក្នុងសម្ព័ន្ធរបស់រដ្ឋាភិបាលឬក៏គណៈបកប្រជាជនកម្ពុជាបោះឲ្យនរណាក៏គិតថាវាមិនបោះក្បត់ចោលដែរហើយបានទៅ3កៅអី10កៅអី5កៅអី2កៅអីបូកចូលគ្នាបាន20 30វាគ្រាន់បើជាងអត់សោះតែបើសិនជាផ្ដុំគ្នាខ្ញុំគ្រាន់តែប្រាប់បងប្អូនវាមានល្អនិងអាក្រក់នេះបើសិនជាយើងចង់ជាសម្ព័ន្ធគណៈបកនយោបាយវាមានល្អនិងអាក្រក់ស្ថានភាពសពថ្ងៃអាក្រក់ច្រើនជាងល្អព្រោះគណៈបកប្រជាជនកម្ពុជាអត់ចង់ឲ្យអ្នកណាមកផ្ដុំគ្នាទេតែផ្ដុំគ្នាគឺគាត់បាក់តែម្ដងអញ្ចឹងចង់ឲ្យបំបែកទួយអញ្ចឹងបើផ្ដុំគ្នាវាសនាអត់ខុសពីគណៈបកសង្គ្រោះជាតិទេតែគាត់នឹងរំលាយគាត់អត់ខ្លាចរំលាយទេអាទណ្ឌកម្មដឹងអាទណ្ឌកម្មទេប៉ុន្តែអំណាចដែលបានលុយកាក់ដែលបានអីនៅក្នុងការដែលគ្រប់គ្រងនេះនឹងវាយូរទៀតគាត់នឹងធ្វើអត់ខ្លាចទេអាហ្នឹងរឿងមួយអញ្ចឹងបើសិនឧទាហរណ៍ថាគណៈបកទាំងអស់ចូលគ្នាយ៉ាងម៉េចក៏ដោយជាសម្ព័ន្ធអីក៏ដោយកុំរំលាយគណៈបកខ្លួនឯងចោលទុកណាមួយនឹងនៅអញ្ចឹងសិនព្រោះតាទុកដូចជារឿងគណៈបកសិទ្ធិមនុស្សអញ្ចឹងឃើញទេនៅពេលចូលសង្គ្រោះជាតិពេលដែលសង្គ្រោះជាតិរលាយសិទ្ធិមនុស្សបាត់នៅអញ្ចឹងសិនទៅហើយនាំគ្នាប្រើគំនិតស្របគ្នាទិសដៅតែមួយវិញចង់និយាយថាគណៈបកកខកខហ្នឹងយើងនៅតស៊ូមតិយកគោលនយោបាយបើខាងមុនគេថាគោលនយោបាយឃុំសង្កាត់ជួយយាយតាចាស់ទៅគឺ65ឆ្នាំឡើងទៅត្រូវតែបើឈ្នះឆ្នោតឲ្យ$50អញ្ចឹងគណៈបកមួយទៀតថាខ្ញុំក៏នឹងធ្វើគោលនយោបាយស្តៀងគ្នាដែរខ្ញុំឲ្យ65ខាងនោះថា70យើងប្រកួតគ្នាអញ្ចឹងវិញមើលតែអញ្ចឹងយាយតាគាត់មើលអូគណៈបកណាឲ្យលុយប្រាក់ខែគាត់បានស្លាមលូដែរអញ្ចឹងបាទនេះគេឲ្យ50នេះគេឲ្យ65នេះ75ប្រកួតគោលនយោបាយអញ្ចឹងហើយប្រាប់គាត់ផងបានដោយរបៀបណាអីអញ្ចឹងទៅហើយកុំទៅជេរបុគ្គលណាអសមត្ថភាពវាអត់ប្រយោជន៍អីទៀតទេវាអស់ហើយខ្មែរយើងដូចជានិយាយចឹងគណៈបកប្រជាជនកម្ពុជាអស់សាច់នឹងរិះគន់ហើយកុំបាច់ទៅរិះគន់ជាបុគ្គលអីទៀតរិះគន់តែគោលនយោបាយហ្នឹងហើយកុំទៅប្រអាប់គោលនយោបាយគេមិនបាច់ប្រអាប់ទេមិនបាច់ថាអូគណៈបកប្រជាជនកម្ពុជាធ្វើវិស័យអប់រំនេះយ៉ាប់ណាស់មិនបាច់ទេយើងនិយាយថាបើគណៈបកខ្ញុំជាប់ឆ្នោតណាវិស័យអប់រំនេះណាខ្ញុំនឹងកែឲ្យចេះកូនសិស្សចេញពីសាកលវិទ្យាល័យទៅដែលមានសញ្ញាបត្រត្រូវតែបានប្រាក់ឈ្នួលអបបរមាមួយខែមិនក្រោម$400ឧទាហរណ៍មិនឲ្យក្រុមហ៊ុនណាសហគ្រាសណាជួលគាត់ឲ្យប្រាក់ខែដោយកម្មករកាត់ដេរអត់ទេត្រូវលើកដំកើងសញ្ញាបត្រហើយយើងចេញជាគោលនយោបាយចឹងភ្លាមមកថាគោលនយោបាយឃុំសង្កាត់តាក់ទងនឹងស្រូវកសិកម្មថាបើសិនជាគណៈបកយើងជាប់ឆ្នោតគឺកសិករគឺរដ្ឋត្រូវតែទុកលុយ$100 លាន$200 លានឬ$500 លានសម្រាប់ទិញស្រូវរបស់ប្រជាពលរដ្ឋយកមកស្តុកទុកដើម្បីកុំឲ្យឈ្មួញបញ្ចុះតម្លៃបានន័យថាយើងទុកលុយ$500 លានហ្នឹងពេលដែលឈ្មួញឲ្យស្រូវ1គីឡូក្រោម$1000លក់ឲ្យរដ្ឋបើឈ្មួញឲ្យ$1200លក់ឲ្យឈ្មួញអត់មានរឿងស្រូវ$600ទេសំដុំ$600 $600 រៀលឬក៏1000 រៀលបានន័យថាបើឈ្មួញឲ្យក្រោម1000 រៀលក្នុង1គីឡូរត់ទិញយកឲ្យប្រជារាស្ត្រ1000តែបើសិនជាឈ្មួញឲ្យ1000ឡើងលក់ឲ្យឈ្មួញចាស់ព្រោះរត់ទប់ដើម្បីកុំឲ្យឈ្មួញទម្លាក់បើឈ្មួញអត់ទិញរត់ទិញយកទាំងអស់អង្គហ្នឹងយកមកចែកគ្នាហូបចែកទ័ពចែកស្អីអត់ក្រទេយើងប្រកួតនយោបាយឲ្យកុំទៅប្រាប់ថារដ្ឋាភិបាលធ្វើនយោបាយនេះអត់ប្រយោជន៍ទេអត់ត្រូវទេអំពើពុករលួយមិនបាច់ទេកុំបាច់ទៅរិះគន់រដ្ឋាភិបាលនិយាយតែពីគោលនយោបាយយើងទៅប្រជាពលរដ្ឋនឹងដឹងថាអូគោលនយោបាយយើងល្អគឺគេធ្វើតាមគឺគេបោះឆ្នោតឲ្យហោះឧទាហរណ៍របៀបដឹកនាំរដ្ឋកុំទៅរិះគន់ថាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនឹងដឹកនាំបែបគ្រួសារបកពួកនិយមពើពុករលួយមិនបាច់ទេនិយាយថាបើគណៈបកយើងជាប់ឆ្នោតរបៀបរើសរាជការរបៀបប្រឡងរបៀបអីវាត្រូវឆ្លងតាមកូនអ្នកស្រែអ្នកក្រអីក៏ត្រូវប្រឡងមានប្រព័ន្ធអត់មានខ្សែបកពួកនិយមអីចឹងទៅហើយមិនបាច់ត្រូវប្រាប់ថាគណៈបកប្រឆាំងមិនបាច់ថាគណៈបកប្រជាជនកម្ពុជាគេបកពួកនិយមគេអីមិនបាច់ទេព្រោះតានិយាយអញ្ចឹងខាងនោះមានពាក្យហ្នឹងយកមករករឿងយើងនេះគឺជាគេហៅ reverse psychology យើងធ្វើខាងយើង
ហើយទៅប្រជាពលរដ្ឋដឹងថាផលិតផលមិនបាច់ប្រអាប់ថាសាប៊ូគេនឹងដុសអង្គែក្បាលទេអត់បាច់ទេអត់បាច់ថាអូសាប៊ូឈ្មោះកនេះដុសទៅអង្គែក្បាលឈប់ទិញទៅទិញសាប៊ូខ្ញុំមិនបាច់ទេប្រាប់ថាសាប៊ូខ្ញុំនេះណាធានាជូនគឺដុសទៅគ្មានអង្គែក្បាលហើយបើអស់លោកប្រើទៅបើអង្គែក្បាលមែនណាសងលុយមួយជា2ហើយអីចឹងគឺធានាចឹងទៀតចឹងគេមកទិញរបស់យើងប្រើកុំបាច់ប្រអាប់របស់ណានេះត្រូវដូរយុទ្ធសាស្ត្រនៃការធ្វើនយោបាយបែបថ្មីកុំឲ្យគណៈបកប្រជាជនកម្ពុជាយកលេសហើយឥឡូវវិលមករឿងលុយណែសងសបុតនៅក្រៅប្រទេសបងប្អូននេះគឺជាពេលវេលាដ៏សំខាន់បំផុតនៅក្នុងប្រវត្តិនយោបាយប្រទេសកម្ពុជាដែលបងប្អូនខ្មែរនៅក្រៅប្រទេសទាំងថៃទាំងម៉ាឡេទាំងកូរ៉េជប៉ុនអូស្ត្រាលីកាណាដាបារាំងស្វីតស៊ឺឡែនអាមេរិកឬទីណាផ្សេងទៀតដែលនៅក្រៅប្រទេសដែលជាប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិខ្មែរចង់ឲ្យមានការកែតម្រង់ដោយស៊ីជម្រៅហើយមានប្រជាពលរដ្ឋនឹងត្រូវមូលមាត់គ្នាមានសាមគ្គីជាតិមានអីគឺជាឱកាសដែលបងប្អូនត្រូវជួយគឺជួយបរិច្ចាគជួយទៅតាមមធ្យោបាយណាក៏បានដែរ$5 $10 $20ហើយបន្តជួយទៀតព្រោះលុយនេះណាវាមិនស្មើនឹងអស់លោកជួយសសរពហិមួយពេលទេ$1000 $2000យើងជួយពហិវត្តបានល្អហើយខ្ញុំលើកទឹកចិត្តឲ្យធ្វើបុណ្យប៉ុន្តែធ្វើបុណ្យតាន់ខែភ្លឺនេះខែភ្លឺនេះគឺយើងអត់មានសម័យល្វើល្វាយទៅឋានសួគ៌ឋានប្រអិនណាទេនេះគឺជាក់ស្ដែងហ្មងតែយើងជួយលុយ$5 $10ដើម្បីឲ្យគណៈបកប្រឆាំងឬក្រុមតស៊ូមតិសកម្មជនអីដើម្បីធ្វើឲ្យរដ្ឋាភិបាលខ្ជាក់អាការរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យខ្ជាក់អំពើពុករលួយហ្នឹងយកលុយយកអីមកជួយប្រជាពលរដ្ឋឃើញខែភ្លឺឯងកម្មករនឹងបានឡើងប្រាក់បៀវត្សប្រាក់ឈ្នួលខ្ពស់តែហ៊ានជួងមុខនឹងបានការទទួលមើលការខុសត្រូវយកចិត្តទុកដាក់បាន$500 $1000គ្រូបង្រៀនមន្ត្រីរាជការកម្មករពលករកសិករនឹងបានទទួលផលពីអំពើបុណ្យតែ$5 $10របស់បងប្អូនអានេះគឺជាការធ្វើបុណ្យតាន់ខែភ្លឺហើយជួយទៅយើងទៅស្អីណាសម័យថាអូជួយទៅបោកអីយើងសម័យបែបនេះចាញ់ឃោសនារបស់គណៈបកប្រជាជនកម្ពុជានិងក្រុម MO ដែលកំពុងតែទប់បងប្អូនមិនឲ្យជួយអ្នកនៅស្រុកខ្មែរនោះព្រោះបងប្អូនត្រូវដឹងថារដ្ឋាភិបាលកម្ពុជាគណៈបកកណ្ដាលអំណាចគាត់មានលុយពីការលួចជាតិលួចអីយើងអត់ដឹងទេអុកញ៉ាមហាមន្ត្រីឮតែបោកដែរហើយជួយរដ្ឋាភិបាលមកយោមកដូច្នេះគណៈបកប្រជាជនកម្ពុជាបានលុយពីអំពើមិនសុចរិតហ្នឹងច្រើនក៏អត់ខ្វះលុយទេនៅក្នុងការឃោសនានៅក្នុងការធ្វើបាបប្រជាពលរដ្ឋអត់ទៅរករឿងគាត់តែគណៈបកប្រឆាំងគ្នាបានលុយមកពីណានៅមូលដ្ឋានអត់ជារាជការទៀតនៅស្រុកខ្មែរធ្វើរាជការបានប្រាក់ខែរដ្ឋហើយទៅបម្រើបកឃើញឃើញស៊ីបោកប្រាស់រីហេហើយយកអត់ទៅរករឿងឯងអញ្ចឹងតែដល់ពេលប្រជាពលរដ្ឋដែលជាសកម្មជនគណៈបកប្រឆាំងលុយកប៉ៅខ្លួនឯងឃ្លោកពេលខ្លះនិយាយប៉ះពាល់អីបន្តិចតួចគេចាប់ដាក់គុកអត់មានមុខរបរទៀតអញ្ចឹងយើងជាខ្មែរក្រៅប្រទេសនេះគឺជួយបើគេជាប់គុកជួយរៃលុយគ្នាដើម្បីទិញទៅដោះគោឲ្យកូនដែរនេះជាសមានចិត្តឲ្យបងប្អូនខ្មែរក្រៅប្រទេសគាត់ធ្វើរាល់ថ្ងៃខ្ញុំមានសង្ឃឹមនៅលើអញ្ចឹងខ្ញុំមិនដឹងទេបងប្អូនខ្ញុំស្គាល់ជួយណាស់បេះពីមាត់ពីកអ្នកខ្លះត្រូវធ្វើការពី jobs ដើម្បីយកលុយដើម្បីទៅជួយអ្នកទោសឬក៏អ្នករត់ទៅថៃអីវិញឲ្យគ្នាបានទៅដោះគោបានចិញ្ចឹមអាមនសិការក្នុងការតស៊ូមតិហើយបងប្អូនភារកិច្ចរបស់បងប្អូនគឺជួយអញ្ចឹងហើយបានក្រុមគណៈបកប្រជាជនកម្ពុជានិង MMO គាត់ប្រឹងទប់រឿងស្រោមសបុតហ្នឹងគាត់មិនមែនទប់ដើម្បីស្រឡាញ់ជាតិទេគាត់ទប់ដើម្បីបំផ្លាញក្តីសង្ឃឹមចុងក្រោយរបស់គណៈបកប្រឆាំងឬក៏ប្រជាពលរដ្ឋដែលស្រឡាញ់ប្រជាធិបតេយ្យព្រោះតែអត់លុយទៅជួយនៅក្នុងការបោះឆ្នោតនៅស្រុកខ្មែរយើងបានមកពីណាគ្នាបានស្អីគេសិតតែ hamburger គេសិតតែ filet ហើយយើងទៅមានតែក្ដួចហើយ7 5ហ្នឹងឲ្យតែមានក៏ល្អដែរបើអត់អានឹងទៀតចលក់ជាមួយតែអំបិលហូបជាមួយបាយមានតែមនសិការតែយើងអត់ជួយតែយើងខ្លោចផ្សារប៉ុណ្ណាបងប្អូនអញ្ចឹងពួកខាងក្រុមគណៈបកប្រជាជនកម្ពុជានិងឃោសនិកគឺអត់មានធ្វើអីទេមួយថ្ងៃបំផ្លាញធ្វើម៉េចឲ្យប្រជាពលរដ្ឋឈប់ទុកចិត្តរដ្ឋាភិបាលក្រៅប្រទេសឬក្រុមគណៈបកប្រឆាំងនឹងដើម្បីឲ្យឈប់ជួយតែពេលបងប្អូនឈប់ជួយគឺគាត់ឈ្នះឯងហ្នឹងមិនអញ្ចឹងតែគាត់អត់ដែរទៅរករឿងក្រុមនោះដែលលួចជាតិលួចអីទេគឺគាត់ប្រឹងភ័យខ្លាចខាងនេះលុចធ្លោទៅឈ្នះខាងនោះវាខាតប្រយោជន៍គាត់តែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងនាងគេរត់រនអ្នកជួយគ្នាដើម្បីទប់ឲ្យបានបំផ្លាញជាតិនេះឲ្យកាន់តែយូរអញ្ចឹងបងប្អូនត្រូវជ្រើសរើសណាជ្រើសរើសឲ្យមានភាពឆ្លាតវៃព្រោះយើងជាអ្នកសម្រេចជោគវាសនារបស់ប្រទេសនេះកុំចាញ់បោកឃោសនារបស់គេ
ហើយចឹងបន្តថាតទៅទៀតគឺបើសិនជាឃើញគេអង្គាសលុយម្ដងទៀតបងប្អូនខ្ញុំដូចខ្ញុំជម្រាបបងប្អូនចឹងថាខ្ញុំមែនតែនទៅខ្ញុំមិនចង់ឲ្យបងប្អូនណាចាញ់បោកអ្នកណាទេព្រោះមិនមែនជាសិលធម៌របស់ខ្ញុំទេបើឃើញខុសហើយខ្ញុំនឹងណែនាំអប់រំបងប្អូនកុំឲ្យប្រព្រឹត្តព្រោះវាខុសហើយបើសិនជាខ្ញុំណែនាំលើកទឹកចិត្តបានន័យថាខ្ញុំចូលរួមអំពើបាបតែខ្ញុំនឹងចូលរួមអំពើបុណ្យនេះបុណ្យតាន់ខែភ្លឺនេះនៅក្នុងការរៃលុយគ្នាជួយលោក Richard Rogers លេងទៅខ្ញុំនឹងចូលរួមជាចំណែកដែរ